ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចារីករាយស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំចាថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនានៅព្រះពុទ្ធបដិមាមួយអង្គដែលស្ថិតនៅជិតនឹងប្រាសាទបាយ័នចាគឺជាទីកន្លែងដ៏ចាស័ក្តិសិទ្ធិនិងពេញនិយមសម្រាប់បងប្អូនចិត្តឆ្ងាយគាត់អញ្ជើញមកបន់ស្រន់ចានៅទីនេះចាព្រះពុទ្ធបដិមាគឺកសាងឡើងអំពីថ្មភក់ចាដែលមានទំហំប្រហែលជា6ទៅ7ម៉ែត្រចាមិនខុសពីព្រះពុទ្ធបដិមាព្រះអង្គងកចាដែលនៅខាងស្ដាំដៃនៃប្រាសាទបាយ័នដូចគ្នាដែរចាព្រះអង្គគង់ក្នុងទម្រង់ផ្ចាញ់មារចាគឺដូចទៅនឹងព្រះអង្គងកដែរចាដែលអង្គុយក្នុងទម្រង់ផ្ចាញ់មារដូចគ្នាចាហើយព្រះអង្គចាមួយអង្គនេះគឺមានព្រះនាមថាព្រះអង្គឥន្ទទេពចាដែលជាព្រះអង្គមួយរូបនៅក្នុងវត្តព្រះអង្គឥន្ទទេពហើយក៏ជាកន្លែងមួយដែលចាពុទ្ធបរិស័ទចំណុះជើងវត្តនិងពុទ្ធបរិស័ទចិត្តឆ្ងាយគាត់គោរពបូជាព្រះអង្គមិនលួសថ្ងៃទេបងប្អូនចាជាពិសេសគឺនៅថ្ងៃបុណ្យទាននិងថ្ងៃសិលចាគឺមានចាពុកម៉ែបងប្អូនគាត់មកទីនេះដើម្បីធ្វើការអុជធូបបន់ស្រន់សុំសេចក្តីសុខសេចក្តីចម្រើនចាពីព្រះអង្គចាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចាបានមកលេងប្រាសាទបាយ័នឬប្រាសាទអង្គរធំចាពុកម៉ែបងប្អូនក៏អាចឈៀងចូលមកកាន់ចាទីកន្លែងរបស់ព្រះអង្គធ្វើការអុជធូបបន់ស្រន់សុំនៅសេចក្តីសុខសេចក្តីចម្រើនបានចាហើយថ្ងៃដែលនាងខ្ញុំមកផ្តិតយកនៅទិដ្ឋភាពរបស់ព្រះអង្គជូនពុកម៉ែបងប្អូនទស្សនាគឺនៅថ្ងៃបិណ្ឌទី6ចាក៏មកដល់ក៏មានចាជាពុកម៉ែបងប្អូនជាច្រើនគាត់អញ្ជើញមកវត្តហើយនឹងមកធ្វើការអុជធូបបន់ស្រន់នៅកន្លែងព្រះអង្គគឺច្រើនកកកមែនទែនចាហើយព្រះអង្គក៏ជាព្រះអង្គមួយរូបដែលល្បីថាពូកែស័ក្តិសិទ្ធិនៅបរិវេណចាប្រាសាទអង្គរធំចានៅបរិវេណប្រាសាទអង្គរធំនេះគឺមានព្រះពុទ្ធបដិមាច្រើនមែនទែនចានៅជុំវិញហ្នឹងចាបងប្អូនកុំភ្លេចអញ្ជើញមកដើម្បីធ្វើការអុជធូបបន់ស្រន់សុំនៅសេចក្តីសុខសេចក្តីចម្រើនចាអរគុណច្រើនពុកម៉ែបងប្អូនវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាចាទស្សនាវីដេអូរបស់នាងខ្ញុំសូមពុកម៉ែបងប្អូនជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលា